បាទសូមជំរាបសួរបងប្អូនជួបគ្នាសាថ្មីជាមួយនឹង Channel Creative បាទថ្ងៃនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងការបើកមុខងារមួយចំនួននៅពេលដែលយើងខលចូលឲ្យវា load flash ហើយនឹងការដាក់ forward មាន forward លេខទូរស័ព្ទពីខលមកអត់ឲ្យចូលមកយើងឯងបាទចូលទៅអ្នកផ្សេងអញ្ចឹងណាបាទអញ្ចឹងមួយទៀតបងប្អូនតើមិនជួយ subscribe channel របស់ខ្ញុំសូមជួយ subscribe ជាមួយផងបាទដើម្បីតាមដានព័ត៌មានថ្មីៗជាដំបូងគឺយើងត្រូវតែចូលជាមួយនឹង phone បាទ phone នេះចូលនេះបាទចូល phone មកបាទបន្តមកទៀតគឺយើងចុចសញ្ញាត្រី3បាទត្រី3ខាងលើនេះបាទត្រី3នេះបាទយកពាក្យថា setting អូខេយកពាក្យ setting វាមានមុខងារជាច្រើនអញ្ចឹងណាបងប្អូនមុខងារជាច្រើនហើយថ្ងៃនេះខ្ញុំសូមលើកមុខងារមួយទេបាទទៅនឹងការ calling account នេះបាទ calling account គឺយើងមានថាយើងចុចលើវាមកបាទចុចលើវាគឺវាload មុខងារបន្ថែមទៀតចឹងបងប្អូនបាទហើយបន្តមកទៀតគឺយើងបើយើងចង់ឲ្យគេ call មកវា load flash មាន load ភ្លើងflash កាមេរ៉ារបស់យើងឲ្យដើម្បីជា alert យើងភ្លើងភ្លឺដើម្បីឲ្យយើងដឹងថាពេលណា call មកអញ្ចឹងណាបាទអញ្ចឹងចុចបើកវាបងប្អូនបាទចុចបើកវាអញ្ចឹងមកហើយបន្តមកទៀតបើសិនในករណីយើងចង់ឲ្យអ្នកផ្សេង forward ទាក់ទងទៅនឹងលេខរបស់យើងទៅលេខអ្នកផ្សេងវិញអញ្ចឹងណាមិនថាគេ call មកចូលលេខអ្នកផ្សេងអញ្ចឹងណាយើងចុចចូលឡើង auto answer ចូលហ្នឹងបងប្អូនចុចបើកវាមកចុចបើកមានថាវាមានមុខងារជាច្រើនដែរបងប្អូនបាទនេះមុខងារជាច្រើនរបស់យើងដាក់ auto 5នាទីបិទអីចឹងណាបងប្អូនបាទហើយបើអត់ទេយើងបិទវាវិញទៅបាទហើយមួយទៀតនេះមួយទៀតទៅនឹង call នេះបាទ call នេះអូខេបងប្អូនឃើញទេចំណុចនេះគឺវាមាន4 option អញ្ចឹងណាបងប្អូនបាទ option អញ្ចឹងចំណុចលើនេះគឺអីគេលេខទូរស័ព្ទយើងចង់ដាក់លេខថាយើងនឹងត្រូវលេខយើងបានខូចអញ្ចឹងណាបាទមួយទៀត forward នេះ call forward ទីឲ្យចុចនេះមកបងប្អូនចុចនេះបាទ reading setting វាកំពុងតែ process ឲ្យយើងអញ្ចឹងទៅចំណុចនេះគឺវាមាន4ហើយអញ្ចឹងបងប្អូនបាទអញ្ចឹងនៅពេលដែលយើងគេ call មកយើងតែ call មកលេខមួយ phone មកយើងអញ្ចឹងណាចឹងយើងដាក់កំណត់វាមកកំណត់មកវាយលេខនៅណាចូលអញ្ចឹងណាបងប្អូនបាទវាយលេខណាចូលអញ្ចឹងដល់ពេលគេ call មកគឺគេអត់ចូលលេខយើងទេមិនថាចូលលេខដែលយើងបានវេចូលក្នុងនេះវេលេខអត់តែ0អញ្ចឹង0អញ្ចឹងទៅគឺដល់ពេលគេ call មកយើងចុចដល់ពាក្យ on មកដល់ពេលគេ call មកគឺវាចូលលេខហ្នឹងបាទតែវាចូលលេខយើងទេណាបាទអ្នក call មកគឺ call មកលេខយើងប៉ុន្តែដល់ពេលការ call មកលេខយើងប៉ុន្តែទៅលេខអ្នកផ្សេងវិញមិនថាយើងអត់ទទួលអញ្ចឹងបងប្អូនបាទខ្ញុំអត់បើកទេបាទបងប្អូនចង់បើកទៅមួយទៀតនៅពេលដែលគេ call មកអត់ទៅថាយើងចង់បិទលេខមួយណាអញ្ចឹងណាដល់ពេលគេ call មកយើងចង់បិទលេខមួយណាទៅវាយលេខចូលមកឧទាហរណ៍ថាលេខនឹង call មកយើងអញ្ចឹងយើងចុច on មកអញ្ចឹងលេខដែលគេ call មកយើងហ្នឹងវាថាគេដាក់ថាជាប់វល់បាទជាប់វល់អញ្ចឹងណាបាទជាប់រវល់ BC ហូនតែប៉ុន្តែការពិតលេខនេះយើងមិនមែនជាប់វល់ទេលេខយើងដំណើរការធម្មតាប៉ុន្តែយើងកំណត់ហ្នឹងទៅវាដាក់ថានៅពេលគេ call មកគឺវាជាប់រវល់បាទជាប់រវល់អញ្ចឹងបងប្អូនបាទជាប់វល់ហើយមួយទៀតលេខនេះមួយទៀតបាទបងប្អូនលេខមួយទៀតយើងវាយលេខមកទៅថាវាយលេខ07អីចឹងទៅបងប្អូនវាយអញ្ចឹងទៅបាទឧទាហរណ៍បងប្អូនបងប្អូនមានលេខដែលចង់ដាក់បងប្អូនដាក់ទៅបាទដល់ពេលយើងដាក់អញ្ចឹងលេខហ្នឹង call មកវាថាมันអាច
ធ្វើការឲ្យចូលបានទេអញ្ចឹងណាបងប្អូនលេខហ្នឹងនៅពេលគេខលមកតែលេខយើងអត់មានជាបញ្ហាតែលេខយើងហ្នឹងនៅដំណើរការធម្មតាប៉ុន្តែពេលគេខលមកក្រុមហ៊ុន alert ទៅលេខដែលខលមកថាมันអាចដំណើរការបានទេអញ្ចឹងណាมันអាចធ្វើការឲ្យចូលបានទេអញ្ចឹងបងប្អូនបាទហើយក្រោមមកទៀត unreachable នេះ unreachable អញ្ចឹងជាហ្នឹងមកយើងកំណត់លេខណាដូចគ្នាលេខអញ្ចឹងយើងវាយលេខអញ្ចឹងណាបងប្អូនបើយើងចង់កំណត់លេខមួយណាបងប្អូនដាក់ខ្លួនឯងទៅបាទដាក់ពេលលេខនឹងខំមកគឺវាស្ថិតក្នុងតំបន់ក្រៅសេវាมันអាចតាក់ទងបានទេអញ្ចឹងណាបងប្អូនបាទឧទាហរណ៍បងប្អូនខ្លះគាត់អត់ចង់ទំនាក់ទំនងឬក៏អត់ចង់ទទួលលេខម្នាក់ហ្នឹងទេបងប្អូនអាចដាក់អានេះទៅបាទ BC រហូតចឹងជាប់វល់រហូតនៅពេលខំជាប់វល់ប៉ុន្តែជាក់ស្ដែងអត់ជាប់វល់ទេបាទមួយទៀតនេះទៀតបើបងប្អូនចង់ដាក់ទៅស្រីបងប្អូនចឹងណាបងប្អូនគឺមិនអាចតទៅបានអញ្ចឹងណាមានការឆ្លើយតបទេអានេះមួយទៀតមិនអាចធ្វើការហៅចូលតាក់ទងមិនអាចតាក់ទងបានតែអត់សេវាអញ្ចឹងណាអានឹងក្រុមហ៊ុន alert ទៅប្រាប់អ្នកដែលខលមកយើងនឹងចំពោះដែលយើងចង់បិទអញ្ចឹងបងប្អូនបាទនេះគឺជាគន្លឹះមួយសម្រាប់បងប្អូនចង់ប្រើប្រាស់ក៏ដូចជាចង់អនុវត្តវាបងប្អូនអាចធ្វើបានតាមខ្ញុំអញ្ចឹងណាបងប្អូនបាទហើយបងប្អូនមិនចង់ធ្វើទេក៏អត់ទៅពេលខ្លះបងប្អូនខ្លះជាប់អញ្ចឹងណាពេលខ្លះបងប្អូនជាប់នៅពេលគាត់ជាប់អញ្ចឹងនៅពេលអ្នកផ្សេងឬអ្នកផ្ទះគាត់ខំមកគឺត្រូវជាប់អញ្ចឹងជាប់វល់អញ្ចឹងទៅឬក៏ទៅចូលអ្នកផ្សេងអញ្ចឹងណាក៏ប៉ិតលេខយើងអញ្ចឹងណាលេខយើងគឺលេខអ្នកផ្ទះខំមកដល់ទៅឧទាហរណ៍ថាគ្រួសារគាត់ខំមកសួររកកូនគាត់អញ្ចឹងណាប៉ុន្តែដោយសារវាជាប់នេះបើកអានេះអញ្ចឹងណាគាត់បានកំណត់តែលេខផ្សេងអញ្ចឹងគាត់ភ្លេចបិទអញ្ចឹងគឺចូលលេខផ្សេងហ្នឹងហើយអញ្ចឹងតាក់ទងលេខផ្សេងថាមិនមែនលេខហ្នឹងផងតែក៏ប៉ិតលេខហ្នឹងគឺលេខកូនរបស់គាត់ទេគាត់តំណតំណងធម្មតាអញ្ចឹងណាបងប្អូនហើយមួយទៀតអានេះទៀតមិនសិនគាត់កាន់តែគាត់បិទណាគាត់អធិស្ឋានគាត់បើកហើយក៏បានបិទលេខជាប់វល់រហូតជាប់វល់រហូតផ្ទះទេមកអត់ចូលទេបាទឬក៏គ្រួសារឬក៏សំណប់ចិត្តអីទេមកអត់ចូលទេអញ្ចឹងបងប្អូនគឺបិទរហូតអញ្ចឹងបងប្អូនត្រូវតែធ្វើការបិទអានឹងអបទៅអស់មកដើម្បីអីគេដើម្បីជៀសវាងយើងមានអាសន្នឬក៏ទូរស័ព្ទយើងវាជាប់អីចឹងបើកវាអញ្ចឹងគឺវាប្រឈមយើងដែរអញ្ចឹងណាប្រឈមយ៉ាងម៉េចប្រឈមថានៅពេលដែលអ្នកផ្សេងក៏មានតរៈខលមកយើងបែរជាដាក់លេខទៅអ្នកផ្សេងហ្នឹងគឺបាក់ក្នុងការតំណអញ្ចឹងណាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយសិនបើសិនបងប្អូនគាត់ថាមានសារៈសំខាន់បងប្អូនអាចចង់ជួយ Subscribe ក៏ដូចជា Share បន្តឬក៏ Like ឬក៏បងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូអ្វីថ្មីទៀតបងប្អូនអាចឆាតក្នុង comment របស់ខ្ញុំបាន